រាល់ពេលដែលខ្ញុំចង់ធ្វើការផ្លាស់ប្ដូរខ្ញុំតែងមានអារម្មណ៍ដូចជាសមរភូមិដ៏លំបាកមួយចិត្តរបស់ខ្ញុំខ្សឹបប្រាប់ថាចាំបន្តិចទៀតសូមសម្រាកបន្តិចសិនស្អែកចាំចាប់ផ្ដើមប៉ុន្តែស្អែកហើយស្អែកទៀតខ្ញុំអង្គុយអូសទូរស័ព្ទក្នុងពេលដែលខ្ញុំគួរតែអានឬរៀបចំផែនការខ្ញុំដេកសម្រាកក្នុងពេលដែលខ្ញុំគួរតែក្រោកឡើងបំពេញភារកិច្ចឬធ្វើការហ្វឹកហាត់ផ្សេងៗវាជាការតស៊ូជាប្រចាំរវាងភាពខ្ជិលច្រអូសនិងភាពមានវិន័យប៉ុន្តែខ្ញុំដឹងថាខ្ញុំនឹងអាចយកឈ្នះភាពខ្ជិលច្រអូសកសាងវិន័យដ៏រឹងមាំដូច្នេះហើយខ្ញុំតែងរំលឹកខ្លួនឯងថាការផ្លាស់ប្ដូរគឺពិតជាលំបាកក៏ប៉ុន្តែវាចាំបាច់សម្រាប់ការរស់រាននិងការអភិវឌ្ឍប្រសិនបើអ្នកកំពុងមានអារម្មណ៍ថាជីវិតកំពុងតែជាប់គាំងអ្នកមិននៅតែម្នាក់ឯងទេតោះប្រយុទ្ធជាមួយគ្នាប្រយុទ្ធដើម្បីធ្វើការអភិវឌ្ឍធ្វើការផ្លាស់ប្ដូរ